Bạnជំរាបសួរគ្រូថ្ងៃនេះខ្ញុំធ្វើ exercise ក៏ practice មួយដែលលោកគ្រូបានដាក់ឲ្យដែលយើង test Docker ទៅលើ application ដូចជា MySQL Nginx ជាមួយនឹង Apache ហើយ Ubuntu ហើយជាមួយនឹង Redis អញ្ចឹងយើងទៅធ្វើទាំងអស់គ្នានៅក្នុង Ubuntu server របស់យើងអញ្ចឹងយើងមាន Docker pool Nginx នេះមានថាយើងទាញនៅ container Nginx ដែល latest ហ្នឹងមានថា last version យើងយកមកប្រើអញ្ចឹងនេះយើងធ្វើការ pull មានថាធ្វើការទាញវាមកអីអញ្ចឹងNginx របស់យើងមិញយើងបានយើង pull វាមកហើយកន្លែងនេះ Docker run នេះមានថាយើងចាប់ផ្ដើមឲ្យវា run នៅ Docker ដែលយើងដាក់ឈ្មោះថា Nginx 1នេះហើយយើងបដូរ port វាពី80 ទៅ80វិញអញ្ចឹងយើង run វាមកអញ្ចឹងនេះយើងធ្វើការកែប្រែនៅ command វិញថាវាមាន error អញ្ចឹងនេះយើងធ្វើការ run វាមកហើយអញ្ចឹងនេះយើងបាននៅ container Nginx 1ហ្នឹងអញ្ចឹងនេះយើងធ្វើការ stop នៅ container Apache 1ហ្នឹងវិញបន្ទាប់មកយើងធ្វើការ start វាមិញយើង stop ហើយយើង start វាវិញហើយតមកចាំយើង execute វាអញ្ចឹងយើងធ្វើការ execute អញ្ចឹងយើងធ្វើការ execute វានេះនៅ Apache 1នេះអញ្ចឹងយើងធ្វើការ execute វាមកនេះយើងធ្វើការ execute វាបានហើយអញ្ចឹងមកយើង exit វាវិញមកមួយទៀតយើងធ្វើទៅលើ container យើងបង្កើត container ទៅលើ MySQL អញ្ចឹងយើង pull យើង Docker pull MySQL មកអញ្ចឹងវាធ្វើការ pull នៅ layer របស់ MySQL ហ្នឹងមកហើយអញ្ចឹងនេះវាចាប់ដើម pull មកហើយអញ្ចឹងនេះយើង pull វាបានមក complete ហើយអញ្ចឹងបន្ទាប់ពី pull មកយើងបង្កើតនៅ runner container MySQL ហ្នឹងដែលយើងដាក់ឈ្មោះមានដាក់ឈ្មោះដាក់ password អីចឹងមកអញ្ចឹងនេះយើងបាននៅ container ហ្នឹងមកហើយអញ្ចឹងនេះយើងធ្វើការ stop នៅ MySQL 1ហ្នឹងដែលយើងបានបង្កើតនៅ container មុនហ្នឹងបន្ទាប់ពី stop ហើយយើងធ្វើការ start វាវិញមកហើយបន្ទាប់មកយើងធ្វើការ execute វានេះយើង execute វាអញ្ចឹងចូលមកហើយចូលមក container ដែលយើងបង្កើតមុននឹង MySQL ហ្នឹងហើយបន្ទាប់មកយើង exit វាវិញមកហើយនេះយើងធ្វើការ pull ទៅលើ Redis ដែលយើងបង្កើត container សម្រាប់ Redis អញ្ចឹងនេះយើងប្រើ command docker pull Redis latest មានថាយើង pull នៅ image របស់ latest ហ្នឹងមកដើម្បីយើងបង្កើតនៅ container អញ្ចឹងយើងបាន pull វាមក complete អស់ហើយ command នេះមានថាយើង run container នៅ Redis ហ្នឹងយើង run ទៅយើងដាក់ឈ្មោះឲ្យ container ថា Redis 1អញ្ចឹងយើងបាននៅ container ហ្នឹងហើយបន្ទាប់ពី run ហើយយើងធ្វើការ stop វានេះយើងធ្វើការ stop វាហើយបន្ទាប់ពី stop វាហើយយើងធ្វើការ start វាវិញបន្ទាប់ពីធ្វើការ start វាវិញហើយយើងធ្វើការ execute វាអញ្ចឹងនេះយើង execute វាមកបានហើយបន្ទាប់មកយើង exit វាមកអញ្ចឹងការងាររបស់លោកគ្រូមានតែប៉ុណ្្នឹងអរគុណច្រើនលោកគ្រូ